助人为乐的小猴子。助人为乐的小猴。助 ជួយ人មនុស្ស为ដើម្បី乐ភាពរីករាយ的小猴កូនស្វាដែលជួយគេដើម្បីភាពរីករាយ小猴子准备去集市上买桃子吃，半路上碰到了牛大叔。小隊猴子ស្វា準備เตรียม去到集市地北正镇上买等桃子來ไป吃ញ៉ាំ半ពាក់កណ្ដាល路上តាមផ្លូវពាក់កណ្ដាលនៅតាមពាក់កណ្ដាលផ្លូវ碰到បានជួប了ហើយ牛大叔លោកពូគោ牛大叔正拉着一车桃子，满头大汗，在路上艰难地走着。លោកអ៊ំគោកន្លែងតាស៊ូនេះបើស៊ូគឺលោកពូតែបើតាស៊ូមានន័យថាធំជាងលោកពូគឺលោកអ៊ំនាវតាស៊ូគឺលោកអ៊ំគោចឹងកំពុងតែឡា着អូ一车桃子ផ្លែប៉េះមួយរទេះหมานโถពេញក្បាលតាហាន់ហូរញើសយ៉ាងច្រើនចែលូសាំងនៅតាមផ្លូវជាណានតចូលចធ្វើដំណើរទាំងលំបាក上坡路上小猴子跑过去帮忙推了一把牛大叔突然觉得车子轻了很多一下子就拉上去了上坡ឡើងចំណោត路上តាមផ្លូវឡើងចំណោត小猴子កូនស្វា跑过去跑រត់过去ទៅ帮忙ជួយ推រុញ了一把ចាជួយមួយដៃមួយជើង是牛大叔លោកអ៊ំគោ突然ស្រាប់តែ觉得មានអារម្មណ៍ថា车子រទេះ轻了很多រទេះស្រាលធូរស្រាលច្រើនណាស់មានទម្ងន់ស្រាលច្រើនណាស់一下子តែមួយផ្លែត就拉ក៏អូ上去了អូឡើងទៅបានហើយ原来是你呀真是
谢谢你。牛大叔回头看到是小猴子在帮他，我正好去卖桃子，就送你一些吧。牛大叔捡了一袋桃子给小猴子。原来đàm lời cà bật 是គឺ你呀 cà bật គឺជាអ្នកសោះ真是ពិតជា谢谢你អរគុណអ្នកណាស់牛大叔លោកអង្គរ回头ងាកក្រោយ看到មើលឃើញ是小猴子គឺជាកូនស្វា在帮他កំពុងតែជួយគាត់我正好去卖桃子ខ្ញុំកំពុងតែទៅលក់ផ្លែប៉េះល្មម正好ប្រែថាល្មម就送你一些吧អញ្ចឹងក៏ជូនឯងខ្លះទៅ一些ខ្លះ牛大叔捡了លោកអង្គរ捡了一袋មួយថង桃子ផ្លែប៉េះ给小猴子ឲ្យទៅកូនស្វា小猴子接过桃子趁牛大叔不注意把钱偷偷塞进了他的大口袋里កូនស្វា接着接过桃子ទទួលយកផ្លែប៉េះ趁ឆ្លៀត牛大叔លោកអង្គរ不注意មិនចាប់អារម្មណ៍把钱យកប្រាក់偷偷លួច塞进了他的口袋里ពេលដែលលោកអង្គរមិនចាប់អារម្មណ៍កូនស្វាក៏បានយកលុយរបស់កូនស្វាញាត់ចូលទៅក្នុងហោប៉ៅរបស់លោកអង្គរចឹងគឺមានន័យថាគាត់លោកអង្គរឲ្យផ្លែប៉េះមួយថងហើយគាត់អត់យកប្រាក់ពីកូនស្វាទេក៏ប៉ុន្តែកូនស្វាឆ្លៀតពេលដែលលោកអង្គរអត់ចាប់អារម្មណ៍គាត់បានយកលុយខ្លួនឯងរបស់កូនស្វាហ្នឹងញាត់ចូលទៅក្នុងហោប៉ៅជូនទៅលោកអង្គរនេះគឺជាការឃើញអ្វីដែលខ្លួនឯងអាចជួយបានជួយទៅតាមលទ្ធភាពសូមអរគុណ感谢大家谢谢